កំណត់ផ្អែកទៅលើ GDP per capita របស់រដ្ឋមួយនឹងឧទាហរណ៍នៅកម្ពុជា GDP per capita មិន GDP ណាគឺ per capita មានថាសំដៅលើចំនួនប្រជាជនម្នាក់ម្នាក់ដែលរកបានជាមធ្យមក្នុងមួយឆ្នាំហ្នឹងកម្ពុជាយើងតាមទិន្នន័យដូចជា$2,100ក្នុងមួយឆ្នាំដែលរកបានណាហើយអត្រាការប្រាក់យើងប្រហែល10 11 12% បាទខ្ពស់ណាយើងប្រើបានរូបមន្ត government bond ហ្នឹងបាទដែលយើងបោះអាហ្នឹងដើម្បីប្រមូលទំនុកចិត្តពីពលរដ្ឋដែលគាត់ invest ជាមួយរដ្ឋាភិបាលគាត់ទិញបានភាគហ៊ុនរបស់រដ្ឋាភិបាលហ្នឹងព្រោះយើងដឹងហើយថារដ្ឋមិនអារម្មណ៍ដូចឯកជនទេបាទរដ្ឋគឺជាអធិបតេយ្យគឺជាប្រទេសមួយបាទគឺអាយុកាលរាប់ពាន់ម៉ឺនលានឆ្នាំបាទគឺអញ្ចឹងអានេះបានគេឆុងមកចឹងថាកាលណាទិញបានភាគហ៊ុនពីរដ្ឋាភិបាលរដ្ឋាភិបាលគឺមិនដែល fail ទេមិនដែលអាលុំទេមិនដែលខ្សែធនទេរដ្ឋគឺមិនខ្សែធនចង់និយាយខ្លីបាទបងបណ្ឌិតដែលបានគិតទេដែលពុកមិនជឿទៀតលើកពីគំនិតចាស់តែបានគិតថាបើសិនជារដ្ឋាភិបាលលោកធ្វើបើតែបាន government bound ណាតែលោកប្រមាណមើលតើ expect មើលតើលុយប្រមាណលានដែលរដ្ឋាភិបាលប្រមូលបានពីបងប្អូនទៀតអីអាចបញ្ជួយ SME យើងដឹងហើយថាអ្នកមានអ្នកមធ្យមហើយនឹងអ្នកកណ្ដាលហើយអ្នកទាបបំផុតហ្នឹងយើងអាច estimate ដឹងហើយថាប្រមាណ%ខុសគ្នាបាទយ៉ាងហោចណាស់ក៏បើនិយាយពីអ្នកដែលជីវភាពហៅថាក្រៅមធ្យមខ្ញុំគិតថាមិនតូចជាង 70% ទេបាទក្រៅមធ្យមណាបាទហើយមកដល់វិបត្តិសេដ្ឋកិច្ចសង្គមបច្ចុប្បន្នទៀតហ្នឹងខ្ញុំគិតថាអ្នកដែលជីវភាពក្រៅមធ្យមអាចលើសពី 70% បាទខ្ញុំអាចវាតម្លៃបានប៉ុណ្ណឹងតាមខ្ញុំតាមដានព្យាករណ៍20ឆ្នាំចុងក្រោយជាពិសេសមកដល់ពេលនេះបាទ 70% ដែលជីវភាពក្រៅមធ្យមហ្នឹងអាហ្នឹងពោះណាទាបណាបាទទាបណាគឺអាចលើសនឹងទៀតបាទអញ្ចឹងអាចថាចន្លោះខ្ទង់ 20% ពីអ្នកមានធនធានច្រើនពីមធ្យមទៅខ្ពស់អញ្ចឹងអ្នកនោះជាអ្នកមុខសញ្ញានៃការទិញបានបំណុលពីរាជរដ្ឋាភិបាលដើម្បីហៅថារាជរដ្ឋាភិបាលជាមួយនឹងវិស័យឯកជនហ្នឹង